នៅក្នុងកម្មវិធី Word ដើម្បីទាញរូបភាពដាក់ចូលក្នុង shape រង្វង់មូលបែបនេះគឺយើងអត់ទាញមកត្រង់បែបហ្នឹងទេបាទគឺគេមានរបៀបធ្វើរបស់គេបាទអញ្ចឹងរបៀបធ្វើរបស់គេហ្នឹងគឺយើងចាប់ផ្ដើមដំបូងគឺយើងមាន shape មួយជារង្វង់បាទហើយគូ shape ហ្នឹងដើម្បីបានវាគឺអ្នកទាំងគ្នាគូចូល insert មកចូល shape មកហើយយករង្វង់មូលមួយគូមកបាទអញ្ចឹងដើម្បីគូវាស្អាតឲ្យត្រង់ចុច C វាជាប់បាទចុចដៃឆ្វេងចុច C វាជាប់មកអញ្ចឹងគូទៅបានវាត្រង់វាអត់វាចាបាទនេះខ្ញុំគ្រាន់តែគូឧទាហរណ៍ទេបាទឥឡូវយើងយក shape រង្វង់មូលរបស់យើងវិញបាទអញ្ចឹងចុច mouse ស្ដាំលើវាមួយមកបាទចុច mouse ស្ដាំលើ shape រង្វង់មូលហើយយកពី format shape នៅខាងក្រោមបាទបន្តមកទៀតលោតពី format shape ហើយមានពាក្យ fill បាទចុចពាក្យ fill មកហើយទៅមានពាក្យ picture បាទចុច picture ហ្នឹងមកដើម្បីទៅយករូបភាពបាទហើយចុច insert មួយសារទៀតបាទអញ្ចឹងគេឲ្យយើងទៅយករូបនៅក្នុង file កុំព្យូទ័ររបស់យើងបាទចុចយករូបភាពមួយមកបាទរូបភាពហ្នឹងគឺមាននៅក្នុងកុំព្យូទ័រយើងស្រាប់បាទអ្នកទាំងគ្នាយករូបភាពមួយមកបាទអញ្ចឹងយើងគ្រាន់ចុច insert ទៅរូបភាពរបស់យើងវាចូលនៅក្នុង shape រង្វង់មូលបាទនេះគឺជារបៀបដែលយើងធ្វើណាបាទសូមអរគុណ